Paris Saint-Germain ជាមួយនឹង Arsenal ហ្មងបងប្អូនយើងបាទព្រោះកាលពីជើងទី1 Arsenal លេងអស់ហើយនៅArsenal ជើងទី1ឃើញលេងតង់ទី1លេងញ័រដូចលេងខ្លាច Paris ឥឡូវថា Arsenal លេងប៉ុណ្ណឹងចុះ Paris លេងអស់អត់ Paris អត់លេងអត់ទេ Paris បានមួយហើយលេងចុះទុកដែរ Yes ខ្ញុំគិតថា Paris លេងមួយដូចលេងដូចគេថាបានមកគ្រប់គឺថាគេជឿជាក់ថាជើងទី2គេធ្វើបានទៀតហើយជើងទី2ដៃគេនោះបាទគេយកគេថាដេប៉ាឈ្នះបាត់ហើយណាបាទហើយប៉ារីអាក្រក់ណាឲ្យឈ្នះជើងទី1ហើយជើងទី2ដឹងថាមិនងាយចាញ់ទេបាទប៉ារីប្រវត្តិរបស់ប៉ារីឲ្យឈ្នះជើងទី1កម្រនឹងចាញ់ហ៎បាទតាមខ្ញុំឆែក4ហ្នឹងគឺ19ដងដែលគេថាវគ្គ knock stake ណាឲ្យតែឈ្នះជើងទី1គឺជើងទី2មិនងាយតែធ្លាក់ទេអាចតែស្មើឬឈ្នះទៀតបាទតែបើថាឲ្យចាញ់គឺងាយទេបាទដូចជា19ដងធ្លាក់ម្ដងគត់នោះវគ្គ knock stake បាទអញ្ចឹងអាចនិយាយថា Arsenal នេះមិនដែលឲ្យ Real Madrid ឈ្នះគាត់ទេ Real Madrid លេងអត់ឈ្នះ Arsenal ទេហើយនៅតែចាញ់ពីពូទៀតហើយក៏លោយ៉ាក់បំផុតហើយនៅអឺរ៉ុបហើយប៉ុន្តែ Paris ក៏លេងមិនដែលឈ្នះ Arsenal ដែរក៏ប៉ុន្តែពេលនេះ Paris សងសឹកបានហើយបាទអញ្ចឹងមានន័យថា Arsenal ខ្ញុំថាចាប់ពីពេលនេះទៅតាំងជាមួយ Paris ហើយបាទព្រោះថា Paris បំបីកំណត់ត្រានឹងបានគឺលេងមិនដែលឈ្នះឥឡូវឈ្នះហើយចំណត់ដែលគេខ្លាំងបំផុតទៀតអញ្ចឹងជើងទី2យប់នេះយប់ស្អែកនេះខ្ញុំជឿជាក់ថាយប់ស្អែក Paris លេងអត់ទប់ទេ Paris លេងមិនទប់ទេស៊ីទៀតបើពូថាជើងទី1ឃើញថាបើសិនជាទប់ដូចជើងទី2ដូចតង់ទី2ពីជើងទី1អញ្ចឹង Arsenal សុទ្ធចង់ងាប់ហើយតែគាត់ហ្នឹងអ្នកចាំទីដូណារ៉ាម៉ាវាល្អពេកបាទល្អដល់ហ្នឹងសុទ្ធចំគោដៅឆ្វេងផងស្ដាំផងសុទ្ធបញ្ចូលដូណារ៉ាម៉ាអើយបលែងខ្លះមកជើងទី2ដូណារ៉ាម៉ាដល់ពេលមែនទេគ្រាន់តែធ្វើក្នុងលីកតំណើបើសិនជាដូណារ៉ាម៉ាអាចជួយប៉ារីលើកមានអាចដូណារ៉ាម៉ាលេងបាននេះក៏ថាបានដែរនេះព្រោះថាគេថា Man of the Match ក្នុងការប្រកួតនៅ UCL បាទអញ្ចឹងបើតែគាត់ថាវាអត់ល្បីអ្នកចាំទីបាទតែសំខាន់គឺអ្នកចាំទីតិចថាអត់ជួយច្រើនណាស់ដូណារ៉ាម៉ាដែរបាទឥឡូវអញ្ចឹងជើងទី1ព្រោះគេថា Paris លេងមិនសូវអស់ទេប៉ុន្តែ Arsenal ប្រឹងអស់ហើយបានតែប៉ុណ្ណឹង Arsenal ជើងទី1អត់ជើងទី1អាតង់ទី1អត់ប្រឹងអត់ហ៊ានបាត់ហ៊ានមួយគេបាទខ្លាច Paris ដាក់វាញ័រមួយគេពេកដល់ពេលមែនទេ Paris ដាក់ដដែលបាទបើលេងទៅលេងមកខ្ញុំជឿជាក់ថានឹងមានមកវាល្អមើលជាហើយក៏បើថាទៅបីជាចាញ់យ៉ាងណាក៏គេថាអស់ចិត្តដែរណាជើងទី1ចុះយប់នេះវាគ្មានហេតុផលណាដែល Arsenal មកលេងទប់ជាមួយ Paris ជើងទី1លេងទៅបីទៀតបាទគេដាក់មួយហ្នឹងបាទឥឡូវនេះអត់មាន away goal លេខមុនទេ Arsenal កាលពីប្រហែលឆ្នាំមុនធ្លាក់ UCL ពីច្រើនគឺ away goal ជើងទី1ឲ្យគេស៊ីអូ3 4អញ្ចឹងទៅហើយបានជើងទី2តែប្រឹងចុះតែស៊ីគេវិញមកវិញស្មើក្របបាល់បានធ្លាក់ away goal បាទធ្លាក់ away goal បាទស្រាប់ហើយជូរចាត់ប្រហែលឆ្នាំមុនជូរចាត់បាទអញ្ចឹងអាចនិយាយថានៅក្នុងយប់ស្អែកនេះ Arsenal ហ៊ានលេងមួយ Paris អត់បើមិនហ៊ានទៅតែហ៊ានដែរហ៊ានធ្លាប់បើដូចកាលពី2015 2016ដូចជាប៉ះបើជាមួយនឹង Monaco កាលនោះចាញ់ Monaco 3-1តែស៊ី Monaco វិញជើងទី2 2-0ចាបាទកាលនោះចាញ់ away goal ហ្នឹងហើយបាទ away goal បាទកាលនោះក៏ខ្លាំងដែរប៉ុន្តែបើថាកម្រិត Monaco កាលនោះមកពេល Paris ឥឡូវខុស Paris នៅខុស Paris ខ្លាំងParis អាចនៅតែសន្ធាប់អត់មើលទៅបាទខ្ញុំជឿថាបាល់50-50 Arsenal ក៏បុកក៏ខ្លាំង Paris ក៏មិនបដ ாய் ឲ្យ Arsenal បុកពេកដែរដឹងតែបុកមកវិញព្រោះថាបើបដ ாய் ឲ្យ Arsenal បុកប្រយ័ត្នតែប្រហែលព្រោះថាយើងឃើញជើងទី1តង់ទី2ឲ្យបដ ாய் ឲ្យ Arsenal បុក Arsenal សុទ្ធច្រើនហើយគាត់ថាអត់សំណាងអញ្ចឹងបាល់លើក៏ល្អដែរណាបាទអញ្ចឹងបើសិនជាលេងទប់ដោយការជើងទី1ហើយតង់ទី2ហ្នឹងអាចផ្លុតបាល់ Arsenal បាទអញ្ចឹងបើសិនជាអាចបាទថាបើសិនជាខ្ញុំជឿជាក់ថាលោក Enrique មិនឲ្យទេបាទមិនឲ្យបើកីឡាកររបស់ក្រុម Paris ទប់ទេព្រោះថាឲ្យកីឡាករសម្រាប់ដូចថ្ងៃប៉ះស្រាស្បឹកដកខ្ទេចខ្ទីអស់ហើយបាទឲ្យកីឡាករសម្រាប់យកកម្លាំងពើសិតពងមន់បាទអូខេឥឡូវសុំ position មកខ្ញុំជឿជាក់ថា Arsenal លើសតិចតួច Arsenal 55 Paris 45វិញការជើងទី1ការជើងទី1 Paris លើសបាទព្រោះថាឥឡូវ Paris គេលើសក្របបាល់មួយផងអញ្ចឹងក៏មិនជាព្យាយាមបន្តិចអញ្ចឹងអូខេសំរុំហើយចុះឥឡូវការសុទ្ធ Arsenal ខ្ញុំជឿជាក់ថាមិនលើស PSG វិញទោះបីជាបុកច្រើនតែការសុទ្ធខ្ញុំជឿជាក់ថា PSG គឺ counter មកវិញវាបុកវិញដឹងតែមានសិទ្ធិភាពក្នុងការសុទ្ធខ្ញុំឲ្យ PSG សុទ្ធច្រើនជាងPSG សុទ្ធបាទក៏មិនច្រើនពេកដែរសុទ្ធ10ដងចាំគោលដៅបាន3ដងដូចគ្នាមុនទៀតបាត់ទាំងគោលដៅបាទហើយតែ Arsenal សុទ្ធតែជាងតែគាត់ចាំគោលដៅច្រើនជាងបាទខ្ញុំមក Arsenal សុទ្ធ8ដងចាំគោលដៅ5ដង
ហើយលទ្ធផលអាសនលឈ្នះមកគ្រាប់លេងដល់ម៉ោងថែម2នាទី 2នាទីអាសនលឡើងមែន បាទតែលទ្ធផលយើងច្រើនតិចលទ្ធផល 2-1 ពូថាមណាអញ្ចឹងវា total goal ទៅស្មើគ្នាបាទនេះថែមម៉ោងលេង15នាទី2ដងទៀតបាទ15នាទី2ដងហើយអត់ឆេះចាញ់ទៀតទេអត់ឆេះចាញ់ទៀតប៉េទៀតប៉េណាគេឡើងប៉េខ្ញុំថាអាសនលឡើងអូផ្លេចតែមានមិនគេហ្វេនអាសនលជួយដូចដឹងបលយកទេអូអេមានមិនថាអាសនលឡើងហើយតើសារដូណារ៉ូម៉ាសេវបានតែពេលចាប់ចឹងទេដល់ពេលបើពេលដំណើរស្បៃចាប់គ្រាន់បាទថាបាទអញ្ចឹងអេមីមិនថាអាសនលឡើងបងប្អូនណាបាទសម្រាប់ខ្ញុំជើងទី1ប៉ារីសខ្ញុំថាលេងមិនអស់ទេហើយបានមកក្រុមចុះទុកហើយវាបកមួយប៊ីតែបានគ្រាប់មកវិញទៀតណាបាន2គ្រាប់ទៀតណា2គ្រាប់ទៅ3គ្រាប់ក៏ប៉ុន្តែអាសនលចាប់ដើមគេនាំមកហើយតង់ទី2ចុងម៉ោងព្យាយាមសម្រុកខ្លាំងឃើញថាសុទ្ធច្រើនជើងដែរតែមើលទៅខ្ញុំមានអារម្មណ៍ថានៅតែមិនស្រួយមិនធ្វើឲ្យប៉ារីសភ័យខ្លាំងណាបាទសម្រុកខ្លាំងដែរក៏តែមើលទៅហាក់ដូចជាមិនធ្វើឲ្យប៉ារីសមានការភ័យខ្លាចទេប៉ារីសដឹងខីខ្ញុំមានអារម្មណ៍ថាអាសនលមិនធ្វើឲ្យប៉ារីសភ័យខ្លាចទេលោកគេគាត់ដឹងខីគឺអូដេហ្គាតអត់មានបាល់លេងសោះអត់មានបាល់លេងសោះអូដេហ្គាតអត់បាល់លេងហើយប្រយុទ្ធបានស្អីបាទធម្មតាអូដេហ្គាតដៃគូសាកាមើលសាកាដល់ពេលអត់មានអូដេហ្គាតចេះឆែកបាល់សាកាមានអីលេងបាទពីចឹងមានខ្សែការពារទៅdeclare បោះផ្លោតឲ្យសាកាលេងហើយបិទដៃគូបាត់ហ្នឹងឯងទៀតបាទស្ដាប់បិទចិត្តចឹងអញ្ចឹងបងប្អូនយើងទាំងអស់គ្នាបាទការប្រជុំទី1ខ្ញុំថាប៉ារីសសាន់បានលេងមិនអស់ទេជើងទី2ប៉ារីសក៏លេងមិនអស់ពេកដែរនៅតាមទី1អាសនលជាអ្នកបុកប៉ុន្តែបន្ទាប់ពីអាសនលបុកឲ្យមិនធ្លុះប៉ារីសបានបាល់គឺមិនលេងសម្រាប់តិចដោយការប្រជុំទី1ណាម្ដងហ្នឹងតែបានបាល់ហើយទៅរកសុទ្ធហើយបុកខ្លាំងហ្មងសម្រាប់ប៉ារីសសាន់បានហើយប៉ូស៊ីសិនបលខ្ញុំថាប៉ារីសក៏មិនជាច្រើនទេដែរបាទមិនសវេសវាប៉ូស៊ីសិនបលទេប៉ារីសគឺសវេសវាគឺវាផ្ដាច់ព្រាត់ឯណោះប៉ារីសនឹងអាចថាប៉ូស៊ីសិនបលថា50យ៉ាងច្រើនប៉ារីស55នេះអស់ហើយឬក៏អាសនលលើក55វិញបាទ55ទល់នឹង45វិញតែថា50បាទប៉ូស៊ីសិនបលហើយការសុទ្ធក៏ប្រហែលគ្នាដែរមិនលើសខ្វះគ្នាប្រហែលនេះបាទមិនលើសខ្វះគ្នាប្រហែលនេះខ្ញុំនៅតែយល់ឃើញថាទឹកដីប៉ារីសស៊ាំទឹកដីស៊ាំនៅក្នុងកីឡាដ្ឋានរបស់គេមាន Ultra Fan ប៉ារីសកាយដាក់បងប្អូនណាបាទ Ultra Fan ប៉ារីសអញ្ចឹងអាចថាអាសនលគាត់ចូលទៅដល់ស្រួលញ័រជើងបាទស្រួលញ័រជើងអញ្ចឹងជើងទី2នេះការសុទ្ធប្រហែលគ្នាអីទេបាទប៉ូស៊ីសិនបលក៏ប្រហែលគ្នាដែរប៉ារីសមិនសប្បាយអីពេកទេក៏ព្រោះតែមានមកគ្រាប់ជើងទី1ហើយប៉ុន្តែពេលដែលបានបាល់អាសនលប្រហែលជាស្រួលអាចកាបូតប៉ារីសតែសម្រុកខ្សែបំរើខ្សែវាបុកគេល្អណាស់បាទដូចជា Desert Duel អស់ទាស់ហើយបាទក្មេងចម្ឡើងក្រោយល្អមែនបាទល្អទៅប៉ារីសមានគ្រប់អត់ដោយអាសនលការពារក៏ឥឡូវក៏របួសយុទ្ធក៏របួសទៅគឺការរករ៉ាសំបីតែការចាំមកក្លឹបស្វាគមន៍ PSG ជើងទី1ក៏រករ៉ាដែរអូយបងប្អូនហើយខ្ញុំមិនទៅនេះទេបងប្អូនយើងបាទខ្ញុំថាគូនេះអត់ស្មើគ្នាទេបាទអាសនលអត់ឈ្នះប៉ារីសទេជើងទី2នេះបាទជើងទី1លេងអត់ឈ្នះផងហើយមកជើងទី2នៅដីប៉ារីសឈ្នះបាទខ្ញុំគិតថាអាសនលចាញ់ទៀតអត់ស្មើទេចាញ់ទៀតគឺអត់មានដែរហ្នឹងចាញ់ទៀតហើយអាចនឹងលើកពីមួយគ្រាប់ក៏ព្រោះតែអាសនលហេតុផលគឺអាសនលមិនមែនមកត្រូវលេងទប់ដូចអាស្តុនវីឡាជើងទី1ណាអាស្តុនមកទប់ដែរក៏ប៉ុន្តែទប់ឲ្យនៅមិនទប់ជាប់ទៀត3គ្រាប់បាទតែអាសនលមកម្ដងនេះគឺមកដើម្បីរកគ្រាប់បាល់ហើយតែសម្រុកខ្លាំងពេកជើងក្រោមគិតមិនអ្នកគ្រប់គ្រងប៉ារីសត្រូវការហូត្រូវការឃើញក្លឹបរបស់ខ្លួនសុទ្ធទៅលើគូប្រកួតណែវិញអញ្ចឹងប៉ារីសគឺត្រូវតែសុទ្ធហើយយប់នេះនោះអត់មានទុកជើងទេបើទោះជាមានមកគ្រាប់ក្រោយប៉ារីសលៀងយប់នេះបុកគឺឲ្យបានបាល់សុទ្ធខ្ញុំថាប៉ារីសអ្នកសុទ្ធទៅលើអាសនលបានមុនអាសនលសុទ្ធអត់ចូលទេបើចូលអាហ្នឹងនៅតែប៉ារីសឈ្នះអាច 2-1 ប៉ារីសឈ្នះ 2-1 ឬក៏អាចថាកក់ណាស់អាសនលបុកដែរហើយប៉ារីសទុកជាប់អាចថាយ៉ាងច្រើនសូនស្មើឬក៏ប៉ារីសឈ្នះមកគ្រាប់សូនបាទហើយតែមួយស្មើក៏ប៉ារីសឡើងមួយស្មើក៏ថាឡើងបាទអញ្ចឹងគូនេះខ្ញុំថាប៉ារីសជាអ្នកឡើងវាប្រាច់ព្រាត់ហើយឡើងប៉ះបាសេឡូណាឥឡូវបងប្អូនយើងបាទពូរិនថាឥឡូវ2គូមិញអ្នកណាឡើងវាប្រាច់ព្រាត់ម្ដងទៀត Inter យប់នេះ Inter យប់ស្អែកអាសនលបាទអញ្ចឹងវាប្រាច់ព្រាត់ធម្មតាទេ fan Real fan Arsenal ដល់តអញ្ចឹងវាប្រាច់ព្រាត់ពូរិនថា Inter Milan ឡើងប៉ះជាមួយនឹង Arsenal ហើយសម្រាប់ហុយរវុធបាទខ្ញុំគិតថា Paris Saint-Germain នឹងឡើងវគ្គប្រាច់ព្រាត់ទល់ជាមួយនឹងក្រុម Barcelona បាទ Barcelona និង Paris ជាអ្នកឡើងវគ្គប្រាច់ព្រាត់ណាបងប្អូនណា
បាទនេះគ្រាន់តែជាការយកទៅមកខ្ញុំតែប៉ុណ្ណោះឡើយឲ្យណាចប់90នាទីបាទយប់នេះជប់ស្អែកយើងបានដឹងថាតើ Inter Milan ហើយបាសេឡូណាមួយណាឡើងហើយ Barcelona ជាមួយនឹង Paris Saint-Germain មួយណាឡើងនេះគ្រាន់តែជាការយកទៅមកខ្ញុំនឹងពង្រឹងតែប៉ុណ្ណោះបងប្អូនយើងក៏អាចខមមិនខាងក្រោមដែរខមមិនបានបងប្អូនណាខ្ញុំអត់ចិត្តអូថាពង្រឹងពុទ្ធលំអៀងខាងណាខាងណីអត់ទេ លរវត្តបាទបើសិនជាសម័យគេថាបើសិនជា Arsenal ឡាត់ប៉ា Inter 3-0អត់ល្អមើលទេបងប្អូននៅវគ្គដាច់ប្រត់នេះបាទហើយ view តិចបាទ view តិចfan Arsenal បាន like តែមាន fan Arsenal với Inter មាន fan មួយមាន fan ទេ Inter Milan មានមួយមកដល់ស្រុកខ្មែរយើងគ្មានទេតែបើសិនជាបាសេឡើងប៉ះ PSG ខ្ញុំជឿជាក់ថាល្អមើលអូបាសេប៉ះប៉ារីហ្នឹងខ្ញុំថាវគ្គដាច់ប្រត់គឺជាវគ្គដាច់ប្រត់ដែលមានគ្រាប់បាល់ច្រើនគ្រាប់បាល់ទៅមកច្រើនបាទ Arsenal លេង30ហើយតែប៉ះ Inter 0ដែរប៉ះគ្នាវាតែនាភ្នែកអ្នកមើលហ៎បាទតែអត់ទេ DK សៃក៏សួរខ្ញុំថា Man U ឆ្នាំនឹងបានពានអត់បានបងអត់ទេ Spurs បានហើយខ្ញុំថា Spurs បាន Spurs អត់លឹកទេ Spurs បាន Man U បានពាន Europa League Man U ធប់ឈ្នះហើយឲ្យ Spurs ផងទៅលោកឲ្យលោកឲ្យធ្វើអីអត់ទៀតទៅចង់រហូតមកអី Man U អូខេបងប្អូនយើងអ្នកគ្នាឥឡូវយើងចូលដល់នេះខ្ញុំទាញឲ្យជាមួយនឹងពូរិនណាពូរិនក៏ថា Arsenal ជាមួយ Inter វគ្គផ្ដាច់ព្រាត់ខ្ញុំថា Barcelona និង Paris Saint-Germain វគ្គផ្ដាច់ព្រាត់ Espagne ជាមួយនឹងបារាំងបាទវគ្គផ្ដាច់ព្រាត់ Champions League ហើយក្រុមដែលលើកពានគឺថ្ងៃវគ្គផ្ដាច់ព្រាត់បានយើងឡាយទៀតចាំយើងទៀតថ្ងៃដែលលើកពានគឺថ្ងៃដែលលើកពានគឺស្វាយរឿងលើកពានបាទអរគុណបងប្អូនយើងឥឡូវយើងចូលដល់ការឆ្លើយសំណួរយករង្វាន់ចុងក្រោយអូ fan របស់យើង Man U ហ៎បាទជើងទី1បងប្អូនណាការជើងទី1ប៉ះជាមួយនឹង Athletic យើងបើខ្ញុំមិននឹកស្មានថា Man U ល្អតាមទៅបងប្អូននិយាយថាអូ Man U ឈ្នះ 3-0 ប៉ុណ្ណឹងដោយសារតែវាបើការក្រហមសុទ្ធមកគ្រាប់មុននឹងការក្រហមណាបាទសុទ្ធបានមុនហើយសន្ធាប់ទៅលើវាបើក្នុងដីវាបើថ្ងៃមុនចាញ់ Brentford ស៊ីគេមុនដែរមួយដែរធ្វើទេបាទទុកជើងបាទបដៅវាបើទៀតបាទអញ្ចឹងជើងទី1នៅទឹកដីវាបើនៅគេហៅសាន់ម៉ាមេបាទដាក់ 3-0 បន្ទាប់ពីសុទ្ធបាន3គ្រាប់ហើយ 3-0 ហ្នឹងណាបងប្អូនយើងថាគូតែ5 6 7គ្រាប់ឲ្យបានសមដោយសារតែវាបើការក្រហមអត់ទេខ្ញុំមើលទម្រង់លេងរបស់ Man U នេះគឺបន្ថយដោយសារតែចង់រក្សាកម្លាំងពី3គ្រាប់វាច្រើនហើយប៉ុណ្ណឹងមកដៃ Man U ទុកស្មើឈ្នះ 1-0 2-0 ក៏ឡើងដែរទៅសន្ធាប់យកអីទៀតសន្ធាប់ទៅលបោះកីឡាករទីមើលបើគាត់ឆ្លាយអីមិនលបោះខូចអីអត់ទេបាទអញ្ចឹង3គ្រាប់នេះសមរម្យហើយបងប្អូនអញ្ចឹងជើងទី2នេះខ្ញុំថា Man U ចាញ់វាបើក៏ឈ្នះដែរក៏តែមិនឈ្នះដល់កម្រិតតែសុទ្ធរំលាក់ Man U បានទេតែឈ្នះមកគ្រាប់យ៉ាងច្រើន 2-0 ដែរឬក៏ 2-1 បាទ Man U ឡើងវគ្គផ្ដាច់ព្រាត់បាទហើយ Man U នឹងទៅជួប Spurs ចំណេញ2គ្រាប់ដែរឥឡូវនេះបាទ Spurs បូដូក្លីមខ្លាំងក្នុងដីបាទបូដូក្លីមដាក់ Roma 6-7គ្រាប់បាទមិនធម្មតា Roma ស្ដាច់មាំតែមិនអីទេខ្ញុំថានៅតែ Spurs ឈ្នះអាចថាស្មើទៅដីបូដូក្លីមវិញតែក្លឹបផ្សេងដែលទៅបូដូក្លីមគឺចាញ់បាទចាញ់គាត់ថា Spurs ចាញ់ត្រឹម 1-0 នេះបាទអាចប៉ុណ្ណឹងឬក៏ 2-1 បាទតែ Spurs នៅតែឡើងវគ្គផ្ដាច់ព្រាត់ Man U លើកទៀតអូយអី Man U ឯ Spurs ដល់នៅលើ Premier League លើទៅបើ Man U លើកទៀត Man U ឡើងលេងឡើងយកទៅហើយនៅ Premier League អូ Man U នៅលើ Spurs ដែរឡើយឃើញឡើយយឺទេ Man U លើបន្ទូនេះតែល្មមយើបាទឥឡូវនេះម៉ោងយើងលើសហើយថាពរឿនទៅនិយាយច្រើនជាងពរឿនទៀតចាប់ទៅមកដៃគូខ្ញុំពីរនាក់ញ៉ៃទាំងពីរនាក់បងប្អូនហើយបាទតើបងប្អូនយើងបាទត្រៀមឆ្លើយយករង្វាន់ចុងក្រោយដបទឹកបាទតើឥឡូវក្រុមការងារសូមបង្ហាញសំណួរចេញមកហើយបាទសំណួរសួរថាតើក្លឹបណាឡើងដល់វគ្គផ្ដាច់ព្រាត់ UEFA Champions League រដូវកាល 2008-2009 តើឆ្លើយមកនេះនិយាយណាវគ្គ semi final នេះគឺ Barcelona ជាមួយ Chelsea ប៉ះគ្នាហើយ Arsenal ជួប Man U ណែអង់គ្លេស3ណាអូ Arsenal ប៉ះ Chelsea កាលនោះណាយ Arsenal លើកពានកាលនោះឡើងវគ្គផ្ដាច់ព្រាត់ឬក៏ Man U ឡើងវគ្គផ្ដាច់ព្រាត់ឬក៏ Barcelona ហើយ Chelsea Arsenal កាលនោះលើកពានលេងឆា Chelsea កុំនិយាយខ្មាស់គេArsenal ដែរស្គាល់រូបភាពពានអ្វីផងអេខ្មាស់គេ Chelsea គេ2សម័យណាណ៎មកបែប4ក្រុមនេះឈ្នះពានទាំងអស់ Man U 3 Chelsea 2ហើយ Barcelona គេ5ហើយ Arsenal មានពានណាស់ទេហើយកាលនោះ Chelsea លើកពានបានចា Chelsea មិនChelsea ឡើងវគ្គផ្ដាច់ព្រាត់ឡើងឯណាសូមបញ្ជាក់ណាបងប្អូនណា Chelsea ទំលើកពានឆ្នាំ2019-20ដែរ2021បាទ
14 ចឹងណា14 ឆ្នាំទី10កៃហាវត្តផ្ទះខ្នងទៅចូលទីភ្លក់បាទធ្វើឲ្យ idol ប៉ា Foden ខូចចិត្តអត់ដាក់កូនឈ្មោះសាឡាអីអត់ដាក់ Foden ដាក់ស្រះឬក៏ដាក់ Holland ទៅបាទឬក៏ដាក់នេះទៅចៃលូជី Buffon នេះទៅបងប្អូនថ្ងៃនេះយើងមានអ្នកឆ្លើយត្រូវហើយនៅមានទេណាមានហើយអូខេចឹងខ្ញុំសូមប្រកាសចម្លើយត្រឹមត្រូវកាលពីឆ្នាំ2008-2009 UEFA Champions League វគ្គប្រៃព្រាត់គឺក្រុម Barcelona និង Manchester United ជាអ្នកឡើងវគ្គប្រៃព្រាត់កាលនោះ 3-1 Wayne Rooney សុទ្ធបើកឆាកបន្ទាប់មក Barcelona ដាក់ 3 បក 3 បក 3 ញ៉ផ្ទះ 3 ដៃអូយបងប្អូនខ្ញុំនិយាយបងប្អូនអធិស្ឋានផងបាទអូយអធិស្ឋានផងអញ្ចឹងរកឃើញបងប្អូនយើងដែលឆ្លើយត្រូវហើយក្រុមការងារបោះមកបាទអ្នកណាគេអញ្ចេះបាទឥឡូវនេះសូមអបអរសាទរដល់បងប្អូនយើងអ្នកដែលឆ្លើយត្រូវ Barcelona ហើយនិង Man U គឺថនពេជ្រពន្លឺអបអរសាទរបាទថនពេជ្រពន្លឺអបអរសាទរមិនមែនលោកពូពេជ្រពន្លឺអ្នកចម្រៀងទេណាបាទពូនឹងគាត់ចេះមើលបាល់អត់បាទអរគុណចេះថាយើងគាត់ទីតាំងពី2009ថាគាត់ចេះមើលបាល់ពេជ្រពន្លឺនេះថនពេជ្រពន្លឺផ្សេងលោកពូពេជ្រពន្លឺអ្នកចម្រៀងនោះបាទអ្នកចម្រៀងកាលពីជំនាន់មុនបាទគុណបងប្អូនយើងទាំងគ្នាបាទពេជ្រពន្លឺកុំភ្លេចឆាតមកកាន់ page CTS Sport ដែលកំពុងតែ live ហ្នឹងដើម្បីទទួលបានរង្វាន់បាទគឺដបទឹកដ៏ស្រស់ស្អាតពី CTS Sport បាទអរគុណច្រើនសម្រាប់ការចំណាយពេលវេលាទស្សនារបស់បងប្អូនយើងតាំងពីវិនាទីដំបូងតាំងពីម៉ោង 6 ឥឡូវនេះយើង live ដល់ម៉ោង 7 កន្លះហើយ 7:35 ម៉ោងកន្លះបាទសម្រាប់បងប្អូនយើងចូលទស្សនាអរគុណច្រើនសូមជូនពរសុខសប្បាយស្នាមដល់អ្នកគ្នាសូមឲ្យវិនិយោគបាទសុខភាពរាល់ថ្ងៃបាទហើយក៏អធិស្ឋានសម្រាប់ការមិនបានអានខមមិនបានដែរបាទសូមទោសដែលខ្ញុំពីរនាក់ហ្នឹងទុះទាយទៅបងប្អូនយើងគិតថាពលរិនលំអៀងទៅខាងណាខាងណីឬក៏ខ្ញុំលំអៀងខាងណាខាងណីសូមអធិស្ឋានផងនេះគ្រាន់តែជាការយកឃើញរបស់យើង